រឿងខ្មោចដើមចេកជ្វាមានប្តីប្រពន្ធទីតក្រមួយគូទើបតែរៀបការថ្មីថ្មោងប្រកបរបរជាកសិករនារដូវប្រាំងធាតុអាកាសកំពុងតែរាំងស្ងួនអត់មានភ្លៀងធ្លាក់សម្រាប់ធ្វើស្រែប្រឡាយបុរសជាប្តីក៏សុំប្រពន្ធទៅរកស៊ីឈ្នួលគេនៅស្រុកឆ្ងាយអូននុនបងគិតថាបងសុំអូនទៅរកស៊ីស្រុកក្រៅមួយរយៈព្រោះថាបើមេឃនៅតែក្តៅប្រេះក្រហែងរាំងស្ងួតដូច្នេះយើងច្បាស់ជាដាច់ពោះស្លាប់ហើយបើបងចេញទៅរកនេះរកនោះគ្រាន់នឹងបានរកចំណូលខ្លះផ្គត់ផ្គង់គ្រួសារយើងព្រោះអាកាសធាតុរាំងស្ងួតមិនអាចធ្វើស្រែចម្ការបានទេចាបងបើដូច្នោះបងទៅចាស់អូនមិនហាមឃាត់បងទេហើយអូននឹងនៅចាំបងណែផ្ទះអូនស្រឡាញ់បងតែម្នាក់កូនបងសូមបងមើលថែខ្លួនផងណែពេលដែលប្តីចាក់ចេញទៅរកស៊ីស្រុកឆ្ងាយផុតទៅស្រុកភូមិក៏កើតជំងឺអាសន្នរោគរាតត្បាតពាសពេញស្រុកបណ្ដាលឲ្យអ្នកភូមិទាំងមូលភ័យជ្រួលច្របល់យ៉ាងខ្លាំងមុនដំបូងជំងឺនេះចាប់ផ្ដើមឡើងពីសត្វតូចតាចតែប៉ុណ្ណោះលុះបានយូរបន្តិចទៅវាក៏រាលដាលដល់សត្វធំរហូតដល់ជីវិតមនុស្សក្នុងភូមិស្លាប់ជាបន្តបន្ទាប់គ្មាននរណាម្នាក់អាចជួយនរណាបានទេផ្ទះនីមួយមានសភាពស្ងាត់ជ្រងំពេលយប់ជ្រៅឮសូរតែសំឡេងឆ្កែលូនិងពន្លឺភ្លើងចង្កៀងផ្លុងត្រង់នេះមួយត្រង់នោះមួយគួរឲ្យព្រឺក្បាលពន់ពេកនៅភូមិខ្លះដែលរោគនេះមិនទាន់រាលដាលដល់ក៏ដោយក៏អ្នកស្រុកភូមិខ្លះជនបទទាំងនោះពុំហ៊ានដើរស្វែងរកប្រកបកិច្ចការរហេតុរហូនដោយប្រក្រតីឡើយមនុស្សទាំងនោះមានកិរិយាស្ងាត់ស្ងៀមមានទឹកមុខក្រៀមក្រំស្រពាប់ស្រពោនជានិច្ចនិយាយពីនាងនុនក្រោយពីប្តីបានចាក់ចេញឆ្ងាយអស់រយៈពេល3ខែមកទើបនាងដឹងថាខ្លួនមានកូនក្នុងផ្ទៃធ្វើយ៉ាងម៉េចទេអង្គក៏អស់បងសូក៏មិនតាន់ឃើញមកទៀតធ្វើយ៉ាងម៉េចទៅខ្ញុំនាងបានបរិភោគស្បៀងអាហារអស់ហើយនាងបានចេញទៅរកប្រកបរបរទទួលទាននៅខាងក្រៅតែម្នាក់ឯងទោះបីជាដឹងថាវាប្រឈមជំងឺអាសន្នរោគយ៉ាងណាក៏ដោយនាងបានចេញទៅខាងក្រៅដើម្បីរកស្បៀងមកនាងក៏បានឆ្លងជំងឺអាសន្នរោគដល់កាចសាហាវដូចជាហេវហត់អស់កម្លាំងខ្លាំងណាស់បងសូក៏មិនតាន់ឃើញមកទៀតធ្វើយ៉ាងម៉េចទេជួយផងបងសោតើបងណែណាឈឺខ្លាំងណាស់បងសោអូននឹកបងខ្លាំងណាស់អូនប្រហែលជាមិនរស់ទេបងសោបាត់នាងរត់ទៅដល់ពីវិថ្ងៃហើយមិនឃើញនាងសោះហើយនេះមិនហើយឡើងទៅមើលនាងយើងឡើងទៅរកនាងនៅលើផ្ទះទៅបែរទៅតោះក្រោយពីនាងនុតបានស្លាប់ពី3ថ្ងៃក្រោយមកអ្នកស្រុកបានមកមើលនាងក៏បានឃើញនាងស្លាប់បាត់ទៅហើយអូយធូអែនខ្លាំងណាស់នាងរត់ស្លាប់ទៅហើយគួរឲ្យអាណិតនាងឲ្យដាស់នាងមិនក៏យុភ្លេចបែបមើលរយអាណិតនាងបែរហើយអ្នកស្រុកក៏បាននិមន្តព្រះសង្ឃមកធ្វើបុណ្យឲ្យនាងនៅពេលដែលនិមន្តព្រះសង្ឃទៅដល់ផ្ទះឧបាសកនោះ
ព្រះអង្គបានឃើញមានភ្ញៀវយ៉ាងច្រើនអ្នកស្រុកក៏បាននិមន្តព្រះសង្ឃទាំង3អង្គឡើងទៅគង់នៅលើផ្ទះយ៉ាងសមគួរហើយប្រគេនភេសជ្ជៈតែស្ករបារីម្លូស្លាតាមទំនៀមទម្លាប់បន្ទាប់មកគេក៏នាំគ្នាទៅមនសិការព្រះរតនត្រ័យអារាធនាព្រះសង្ឃចម្រើនព្រះបរិញ្ញប៉ុន្តែមានឧបាសកម្នាក់បានទទួលព្រះសង្ឃថាដេគុណសូមដេគុណគុំសូត្រធម៌ករណីអីសូមនិមន្តសូត្ររំលងទៅរូបខេតែម្ដងទៅដើម្បីកុំឲ្យយូរពោមិនអីទេចាំអាត្មាសូត្ររំលងព្រះសង្ឃក៏បានចាប់ផ្ដើមចម្រើនព្រះបរិញ្ញតាំងពីដើមរៀងទៅលុះដល់ធម៌ករណីលោកក៏បានរំលងទៅសូត្ររូបខេតាំងពីឧបាសកតែម្ដងព្រះរាមាររហតសម្មាសម្ពុទ្ធសាយាយទៅចុះទៅអូម៉ែស្អាតសុំសុំបែបដូចជាបានស្រួលទេអីគួរមានហើយសូត្រព្រះរាមាររហតសម្មាសម្ពុទ្ធសូត្ររំលងដូចនេះល្អខណៈពេលនោះព្រះសង្ឃបានសង្កេតឃើញឧបាសកឧបាសិកាសោចញញឹមញញែមក្របួចមាត់ក្របួចកខ្សឹបខ្សៀវគ្នាព្រះសង្ឃឃើញដូច្នេះនឹកអៀនក្នុងប្រតិយណាស់ខ្លាចគេរិះគន់ថាលោកសូត្រខុសទើបត្រឡប់មកចាប់សូត្រធម៌ករណីវិញពួកយើងបកទៅសូត្រធម៌ករណីវិញទៅពោអ្នកមោតាសាកាវិឡោតរហោសាកាវិឡោតរហោជួយផងបាយឡងអើយមិនខ្លាចអីណាឡើយមិននេះខ្លាចអីគ្រាន់តែសរសៃកន្ត្រាក់ប៉ុណ្ណោះកុំខ្លាចអីដេកវិញទៅអើយបដិទីគប់ខ្លាចអីគ្រាន់តែសរសៃកន្ត្រាក់ទេស្គៀមើលខ្មោចត្រង់ពុយអើយសុំខាមិនអីទេចុះលោកក៏បានបន្តទៅចាប់បាន3ទៅ4បនស្រស់តែទីជូននាយិកាលោកគ្នាដកខ្លួនថយបន្តិចម្ដងរហូតដល់អស់មនុស្សស្ងាត់ឈឹងភ្លើងទៀនក៏រលត់អស់ផ្ទះដែលប្រសពគង់នៅនោះត្រឡប់ទៅជាដើមឫស្សីរីឯបារីតែស្គាល់ទៅជាដុំដីខ្សាច់និងកំណាត់ឈើអស់រលីងទៅតើពួកយើងណាយីវ៉ាលើចុងឫស្សីតើជួយផងតើមានអ្នកណានៅចិត្តនេះទេជួយអាត្មាផងហេទៅចុះបាត់ព្រះអង្គនិមន្តទៅដល់ហើយមកចាប់ផងទៅហើយណាទៅនោះទៅជារយៈអោយចូលមកផងខ្ចាក់មកខាងណានេះទៅផងជាខ្លាំងណាស់ផងណាអូយជួយផងអត់ទេជួយផងអូយចាប់ជួយផងចាប់ផងអើយទៅដល់បោយលោកចាប់ទៅអ្នកមកតាសាព្រះតោអរៈតោអើយអ្នកកុំធ្វើបាបខ្ញុំអីខ្ញុំទៅហើយអើយដល់ទៅពី3ថ្ងៃឯណោះទើបអ្នកភូមិឃើញមកជួយព្រះសង្ឃគង់នៅនោះត្រឡប់ទៅជួយអត់មកផងពួកយើងជួយលោកផងហេតុអីបានជាលោកទៅជាប់នៅលើចុងអាស័យបែបនេះជួយអត់មកផងសូមអរគុណលោកថៅកែមិនអីទេទៅចុះអូនណូតអូនប្រហែលជានៅចាំមើលភ្លើងបងត្រឡប់មកវិញណាស់ហើយ
បន្ទាប់ពីបានទៅរកស៊ីមានលុយកាក់សមល្មមហើយក៏ត្រឡប់មកស្រុកកំណើតវិញ ជីហេតុអីបានជាតាមផ្លូវស្ងាត់ម្លេះមិនមានអ្នកណាធ្វើដំណើរតាមផ្លូវដូចសពដងបែបនេះលោកពូសុខសប្បាយទេអីបីពូសុខទេក្មួយអើយនេះសូតើឯងនឹងទៅណាបានជាទុកប្រពន្ធឯងនៅផ្ទះតែម្នាក់ឯងដូចនេះតើឯងនឹងទីថាភូមិយើងបានជួបគ្រោះធំដោយសារជំងឺអាសន្នរោគរាតត្បាតពាសពេញភូមិធ្វើឲ្យមនុស្សសត្វតូចធំស្លាប់គ្មានរើសមុខទេសូម្បីតែនាងនុชប្រពន្ធឯងនឹងក៏ស្លាប់នឹងជំងឺនេះដែរហាថាម៉េចពូនិយាយថាម៉េចប្រពន្ធខ្ញុំស្លាប់ហើយមែនហើយនាងបានស្លាប់ដោយសារតែជំងឺអាសន្នរោគនេះឯងទេខ្ញុំមិនជឿប្រពន្ធខ្ញុំស្លាប់ទេអូននុតបងត្រអូនហើយហានោះអូននុតតាអូននុតបងសោបងត្រឡប់មកវិញហើយបងដឹងទេថាអូននឹកបងខ្លាំងប៉ុណ្ណាអូនមិនទាន់ស្លាប់ទេហេតុអីបានជាពូសំគាត់ថាអូនស្លាប់ដូច្នេះអូបងកុំជឿពាក្យគេអីគេមិនចង់ឲ្យយើងបានសុខនោះទេអូននុនបងភ័យណាស់អូនដឹងទេនេះសូឃើញប្រពន្ធហើយត្រេកអរណាស់ហើយនឹកខឹងនឹងអ្នកស្រុកទាំងអស់នោះដែលនិយាយកុហកខ្លួនហើយនាងនុនក៏នាំប្តីចូលផ្ទះក្មេងនេះជាកូនយើងមែនហើយបងនេះគឺជាកូនរបស់យើងទាំងពីរនាក់អូននុតអូនពិតជាលំបាកហើយបងដឹងទេថាពេលដែលបងមិននៅអូនពិតជាលំបាកណាស់អូនគ្មានម្ហូបអាហារបរិភោគអូនក៏បានចេញទៅខាងក្រៅទាំងដឹងថាមានជំងឺឆ្លងកាចសាហាវក៏ដោយនិយាយរៀបរាប់ហើយនាងក៏ខំប្រឹងប្រញាប់ទៅបង្កាត់ភ្លើងដាំបាយឲ្យប្តីបរិភោគដូចធម្មតានីសូនិងប្រពន្ធរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខអស់រយៈពេលជាច្រើនខែបងសូតើបងមានអារម្មណ៍ថាអូនប្លែកទេបាទមានតាគឺសាច់អូនដូចជាត្រជាក់ខុសពីធម្មតាបើដូច្នេះតើបងនៅតែស្រឡាញ់អូនទេស្រឡាញ់តាគឺបងមានតែអូនម្នាក់គត់បងសូបាត់ថ្ងៃណាមួយបងដឹងថាអូនកុហកបងរឿងអ្វីមួយតើបងនៅតែព្រមរស់នៅជាមួយអូនទេបងឆ្លើយមកថាបងនៅតែព្រមរស់នៅជាមួយអូនទេបងព្រមអូនកុំព្រួយអីតើរឿងអីទៅគ្មានរឿងអ្វីទេបងកុំដឹងល្អជាងថ្ងៃមួយប្តីឆ្ងល់ថាប្រពន្ធរាល់ថ្ងៃបានអ្វីធ្វើម្ហូបព្រោះខានចេញទៅក្រៅជាច្រើនខែមកហើយនីសូក៏អង្គុយសង្កេតចាំមើលប្រពន្ធអូជ្រូវែកហើយនាងនុតធ្វើឲ្យជ្រូវែកទៅលើដីនាងនុតពន្លាអណ្ដាតយ៉ាងវែងទៅរើវែកដែលជ្រុះនៅលើដីនោះឃើញដូច្នេះនេសូក៏យល់ជាក់ថានាងជាខ្មោចបិសាចប្រកាយអត់ទេខ្ញុំស្វាងភ្នែកមែនទេនាងនុតប្រពន្ធឯងក៏បានស្លាប់ដោយសារជំងឺនេះដែរនេសូនឹកឡើងនៅពាក្យដែលអ្នកស្រុកនិយាយប្រាប់ទើបយល់ច្បាស់ថាប្រពន្ធរបស់ខ្លួនតាមពិតជាស្លាប់ទៅហើយខ្លួនសប្តាហ៍ថ្ងៃគឺរស់នៅជាមួយខ្មោចទេនេសូមិនហ៊ានធ្វើអកប្បកិរិយាធ្វើឲ្យប្រពន្ធដឹងទេហើយខិតខំរិះរកមធ្យោបាយដើម្បីគេចខ្លួនចេញពីប្រពន្ធបងសូ
អូនធ្វើម្ហូបឆ្អិនហើយបងឃើញទេ អូនញ៉ាំបាយមុនបងចំមិនបាច់ចាំបងទេបងដូចជាឈឺពោះណាស់បងទៅបន្ទប់ទឹកមួយផ្លែត ថាហើយនេសូក៏រត់ទៅចោះពីងតឹងបង្ហូរទៅលើស្លឹកត្នោតឲ្យលឺសូរហើយឲ្យប្រពន្ធយល់ថាខ្លួននៅបន្ទប់ទឹកមែននេសូក៏រត់តម្រង់ទៅវត្តអារាមដែលនៅជិតនោះចំណែកខ្មោចនាងនុតវិញលឺសូរប្តីនោមយូរពេកក៏ឆ្ងល់ខ្លាំងណាស់អេហេតុអីបងសូរទៅយូរយ៉ាងនេះបងសូរបងឮអូនហៅទេបងសូរនៅទីណាបងឮអូនហៅទេបងសូរនាងនុតមករកប្តីមិនឃើញក៏ចុះទៅរកឃើញតែពាងទឹកធ្លីមួយក៏បានដឹងថាប្តីច្បាស់ជារត់គេចពីខ្លួនហើយអេហេតុអីបានជាសំឡេងពាងទឹកនេះទៅវិញឬក៏បងសូរនៅទីណាបងសូរបងកុំទៅទីណាចោលអូនអីណាបងកុំទៅណាចោលអូនអីបងសូរ ព្រះអង្គជួយខ្ញុំកណាផងមានរឿងអីទៅញោមគឺប្រពន្ធរបស់កណាជាខ្មោចទេតែទៀតនាងមករកកណាហើយមិនអីទេញោមនៅទីនេះហើយចាំអាត្មាជួយសូមអរព្រគុណព្រះអង្គបានស្វែងរកប្តីគ្រប់ទីកន្លែងរហូតទៅដល់វត្តដែលនេសូនៅបងសូបងសូបងមកទីនេះធ្វើអីបងមកទីនេះធ្វើអ្វីទេតើទៅផ្ទះរបស់យើងវិញអត់ទេអូននោះបងមិនអាចនៅជាមួយអូនបានវិញទេព្រោះអូនបានស្លាប់ទៅហើយមនុស្សនឹងខ្មោចមិនអាចរស់នៅជាមួយគ្នាបានទេបងសូបើបងមិនចេញមកទេអូននឹងចូលទៅសម្លាប់បងហើយអត់ទេអូននុតកុំបងសូយើងរស់នៅជាមួយគ្នាមានសេចក្តីសុខខ្លាំងណាស់ហើយដល់ពេលនេះបងបែរជាថាយើងរស់នៅជាមួយគ្នាមិនបានទៅវិញអត់ទេអូននុតសុំអូនទៅចាប់ជាតិថ្មីចុះហើយមានជាតិក្រោយមែនចាំយើងធ្វើជាប្តីប្រពន្ធនឹងគ្នាទៀតបងមិនអាចទៅនៅជាមួយអូនបានទេអត់ទេបងសូញោមមិនអាចចូលមកទីនេះបានទេញោមត្រឡប់ទៅវិញចុះមនុស្សនឹងខ្មោចមិនអាចរស់នៅជាមួយគ្នាបានទេបងសូអត់ទេបងសូនាងនុតមិនអាចចូលក្នុងវត្តអារាមបានដោយសារមានដើមបាយម៉ាតជាច្រើននិងជាប់ការពារផងដែរនេះសូយប់នេះឯងស្នាក់នៅក្នុងវត្តនេះហើយការពារក្រែងនាងនុតមករកឯងម្ដងទៀតកណាព្រះអង្គចាំស្អែកយើងនឹងរៀបចំកន្លែងឲ្យឯងស្នាក់នៅកុដិខាងក្រោយហើយអាត្មានឹងសូត្រមន្តអាគមព័ទ្ធសីមាមិនឲ្យខ្មោចព្រាយបិសាចណាចូលបានទេកណាព្រះអង្គខ្ញុំកណាសូមអរព្រះគុណព្រះអង្គណាស់លុះស្អែកឡើងនាយសូក៏បានទៅស្នាក់នៅកុដិខាងក្រោយហើយព្រះសង្ឃក៏បានធ្វើសីមាហុំព័ទ្ធជុំវិញកុដិនោះពេលយ
ឡើងនាងនោះក៏បានចេញតាមរកប្តីដល់កុដិទៀតបងសបងលឺអូនហើយទេបងឆាប់ចាំមកជួបអូនបានអូនដឹងបងណានមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈបងសបងលឺអូនហើយទេអូយកដៅខ្លាំងណាស់នមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនាងនុតបានរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីចូលទៅរកប្តីតែមិនអាចចូលបានចៃដន្យនៅក្បែរកុដិនោះមានដើមចេកជ្វាមួយដើមដែលមានធាងតូចលយចូលទៅក្នុងត្រង់បង្អួចនាងក៏ឡើងសរសេរតាមដើមចេកនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈបងសូហេតុអីបងក្បត់អូនអត់ទេជួយផងបងត្រូវតែស្លាប់ចាំយើងចាប់ចិត្តក្រោយជាមួយគ្នាម្ដងទៀតអត់ទេជួយផងនាងនន់ក៏បានកាច់កប្តីរបស់ខ្លួនសម្រាប់យ៉ាងប្រៃផ្សាយស្លាប់ក្នុងពេលនោះទៅព្រោះមានរឿងដូច្នេះហើយទើបចាស់បុរាណយើងនិយមជំនឿហាម5កូនចៅមិនឲ្យដាំដើមចេកជ្វានៅជាប់នឹងផ្ទះព្រោះគេថាអាចធ្វើឲ្យរាសីដាស់ចំណែកដើមបាយម៉ានគេបានយកធ្វើជាឱសថសម្រាប់ការពារមនុស្សយ៉ាងពូកែចំពោះខ្មោចបិសាចអាត្មោកជាប់រហូតមកដល់សព្វថ្ងៃរឿងដែលមិនគួរដឹងកុំដឹងល្អជាង